ហេតុអ្វីបានជាមនុស្សមានទ្រព្យសម្បត្តិពេលខ្លះមិនជួយសាច់ញាតិរបស់ខ្លួនម៉ៃគឺជាម្ចាស់ក្រុមហ៊ុនជួសជុលនិងកែលម្អផ្ទះដ៏ជោគជ័យមួយនៅរដ្ឋតិចសាសរសៀលមួយគាត់បានបើករថយន្ត Cadillac Escalade ពណ៌ខ្មៅរបស់គាត់ទៅកាន់ការដ្ឋានសំណង់ហើយបានឃើញក្មួយប្រុសរបស់គាត់ឈ្មោះ Ryan កំពុងធ្វើការក្រៅម៉ោងនៅទីនោះហេ Ryan ម៉ៃបានហៅរវល់ទេរថយន្តរបស់ពូក៏ខ្វក់ណាស់ហើយពូរវល់ខ្លាំងបើឯងមានពេលជួយលាងឡានឲ្យពូបន្តិចបានទេ Ryan ងក់ក្បាលរួចយកទៅយកទឹកមកបាញ់លាងរថយន្តគាត់មិននិយាយអ្វីច្រើនទេគ្រាន់តែបាញ់ទឹកមួយភ្លែតហើយយកក្រណាត់ចាស់មួយដែលរកបានមកជូតម៉ៃលើកមេដៃញញឹមហើយបើកឡានចេញទៅពីថ្ងៃក្រោយមកបន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងរថយន្តក៏ខ្វក់ម្ដងទៀតលើកនេះម៉ៃបានទៅការដ្ឋានមួយផ្សេងទៀតហើយបានជួប Jackson ជាអ្នកម៉ៅការវ័យក្មេងដែលទើបចូលធ្វើការជាមួយក្រុមហ៊ុនបានប្រហែលខែប៉ុណ្ណោះម៉ៃនិយាយថាឡានខ្ញុំប្រឡាក់ទៀតហើយខ្ញុំរវល់ខ្លាំងណាស់អាចជួយថែទាំវាបានទេ Jackson ញញឹមហើយឆ្លើយថាបានគ្មានបញ្ហាទេបងប៉ុន្តែជំនួសឲ្យការលាងរថយន្តធម្មតា Jackson បានយករថយន្តទៅកន្លែងលាងនិងថែទាំរថយន្តដែលល្អបំផុតក្នុងទីក្រុងមិនត្រឹមតែផ្នែកខាងក្រៅស្អាតរលោងប៉ុណ្ណោះទេសូម្បីតែផ្នែកខាងក្នុងក៏ត្រូវបានបូមធូលីស្បែកកៅអីត្រូវបានថែរក្សាហើយរថយន្តទាំងមូលត្រូវបានខាត់ជែលនិងប៉ូលីឲ្យភ្លឺចែងចាំងពេលម៉ៃទទួលរថយន្តមកវិញគាត់ថែមទាំងឃើញកន្ត្រកអំណោយតូចមួយនៅលើកៅអីម្ខាងទៀតជាមួយនឹងក្រដាសមួយសរសេរថាសូមជូនពរថ្ងៃឈប់សម្រាកដ៏រីករាយនិងអរគុណចំពោះអ្វីៗទាំងអស់ដែលលោកបានធ្វើម៉ៃមានការចាប់អារម្មណ៍យ៉ាងខ្លាំងចាប់ពីពេលនោះមកគាត់ចាប់ផ្ដើមផ្ដល់ទំនួលខុសត្រូវធំៗឲ្យ Jackson កាន់តែច្រើនក្នុងរយៈពេលត្រឹមតែ6ខែ Jackson បានក្លាយជាអ្នកគ្រប់គ្រងគម្រោងហើយទទួលបានប្រាក់រង្វាន់លើសពី$50,000ចំណែក Ryan វិញនៅតែធ្វើការងារតូចៗហើយរកចំណូលបានតិចតួចដដែលនៅថ្ងៃមួយ Ryan បានសួរពូរបស់គាត់ថាពូម៉ៃហេតុអ្វីបានជាពូតែងតែប្រគល់គម្រោងល្អៗឲ្យ Jackson ខ្ញុំជាសាច់ញាតិរបស់ពូហើយខ្ញុំក៏មកធ្វើការមុនគាត់ទៀតម៉ៃគ្រាន់តែញញឹមហើយនិយាយថាកុំបារម្ភអីពូនឹងឲ្យឯងនៅគម្រោងល្អៗនៅពេលក្រោយៗទៀតប៉ុន្តែគម្រោងធំបន្ទាប់ក៏នៅតែធ្លាក់ទៅលើ Jackson ដដែលក្រោយមកដោយឃើញស្ថានភាពរបស់ Ryan ម៉ៃក៏សម្រេចចិត្តផ្ដល់គម្រោងតូចមួយឲ្យគាត់ប្រសិនបើការងារនោះដំណើរការល្អ Ryan អាចរកប្រាក់បានប្រហែល$20,000ប៉ុន្តែនៅពេលការងារបញ្ចប់មានបញ្ហាមួយកើតឡើងអ្នកផ្គត់ផ្គុំម្នាក់នៅខ្វះប្រាក់$1,000ហើយប្រាប់ Ryan ថាប្រាក់ដែលនៅសល់គឺនៅជាមួយពូម៉ៃនៅរសៀលថ្ងៃនោះ Ryan បានស្ទុះចូលការិយាល័យរបស់ម៉ៃហើយទាមទារប្រាក់$1,000ភ្លាមៗម៉ៃលើកចិញ្ចើមបន្តិចហើយនិយាយដោយស្ងប់ស្ងាត់ថាវាគ្រាន់តែជា$1,000ប៉ុណ្ណោះពូនឹងឲ្យផ្នែកគណនេយ្យផ្ទេរប្រាក់តាម Vimo ទៅឲ្យឯងថ្ងៃនេះ Ryan ញញឹមធូរស្រាលហើយនិយាយថាអរគុណពូហៅខ្ញុំបានគ្រប់ពេលខ្ញុំតែងតែត្រៀមខ្លួនរួចជាស្រេចសម្រាប់ការងារបន្ថែមប៉ុន្តែម៉ៃមិនញញឹមវិញទេផ្ទុយទៅវិញគាត់និយាយដោយសម្លេងម៉ឺងម៉ាត់ថាគម្រោងទាំងនេះកំពុងតែចំណេញតិចទៅប្រហែលជាយើងត្រូវបន្ថយការងារមួយរយៈសិន Ryan ដើរចេញទាំងងឹងឆ្ងល់មានន័យថាម៉េចគម្រោងទាំងនេះចំណេញល្អច្បាស់ណាស់ហេតុអ្វីត្រូវឈប់ការពិតគឺមិនមែនមនុស្សមិនអាចពន្យល់បានទេភាគច្រើនពួកគេគ្រាន់តែមិនចង់ពន្យល់ប៉ុណ្ណោះហេតុអ្វីព្រោះការពន្យល់មានន័យថាពួកគេត្រូវបង្ហាញហេតុផលចំពោះរឿងដែលគួរតែឃើញច្បាស់ស្រាប់ទៅហើយនៅពេលនរណាម្នាក់ផ្ដល់ឱកាសឲ្យអ្នកហើយអ្នកចាត់ទុកវាគ្រាន់តែជាការងារមួយដែលត្រូវធ្វើឲ្យតែរួចនោះពួកគេនឹងកត់សម្គាល់វាទុកប្រសិនបើអ្នកធ្វើត្រឹមតែអបបរមាដែលត្រូវធ្វើពួកគេក៏ចងចាំវាដែរគ្រាន់តែពួកគេមិនតែងតែប្រាប់អ្នកថាហេតុអ្វីបានជាពួកគេឈប់ផ្ដល់ឱកាសឲ្យអ្នកហេតុនេះហើយទាំងក្នុងជីវិតនិងការងារអ្នកត្រូវរៀនស្វែងយល់នៅសញ្ញាដែលមនុស្សបង្ហាញចូលយកចិត្តទុកដាក់ចំពោះរបៀបដែលមនុស្សឆ្លើយតបមកអ្នកសម្លេងនិយាយរបស់ពួកគេភាពស្ងៀមស្ងាត់របស់ពួកគេអ្វីដែលពួកគេផ្ដល់រង្វាន់និងអ្វីដែលពួកគេមិនអើពើមនុស្សកម្រនឹងនិយាយគ្រប់យ៉ាងត្រង់ណាស់ប៉ុន្តែពួកគេតែងតែបញ្ជូនសញ្ញាឲ្យអ្នកជានិច្ចមនុស្សឆ្លាតមិនចាំបាច់ឲ្យគេបញ្យល់គ្រប់រឿងយ៉ាងលម្អិតនោះទេពួកគេអាចយល់ន័យដែលលាក់នៅចន្លោះពាក្យសម្ដីបាន